បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជាទីគោរពជាទីរាប់អានបាទនៅខណៈពេលវេលានេះដែរខ្ញុំបាទមានអត្ថបទព័ត៌មានចំនួន2បាទដែលអត្ថបទព័ត៌មានទី1គឺមានចំណងជើងថានេនតូសេហាចេញវីដេអូថ្លែងអំណរគុណដល់ញាតិញោមដែលរស់នៅប្រទេសបារាំងដែលបានចូលរួមបច្ច័យក្នុងការកសាងព្រះវិហាររីឯអត្ថបទព័ត៌មានទី2គឺមានចំណងជើងថាដឹងមូលហេតុព្រះអង្គជួនកក្កដាប្រកាសលាចាកសិក្ខាបទក្រោយបួសអស់រយៈពេល27ព្រះវស្សាបាទសូមពុកម៉ែបងប្អូនរីករាយជាមួយនឹងព័ត៌មាននេះដូចតទៅនេនតូសេហាចេញវីដេអូថ្លែងអំណរគុណដល់ញាតិញោមដែលរស់នៅប្រទេសបារាំងដែលបានចូលរួមបច្ច័យក្នុងការកសាងព្រះវិហារវត្តព្រៃថ្មីព្រះវិហាររបស់នេនតូសេហានាពេលនេះកំពុងជួបប្រទះនៅបញ្ហាខ្វះខាតជាខ្លាំងដែលកន្លងមកនេះព្រះអង្គគ្រូចៅអធិការវត្តនិងនេនតូសេហាបានចេញវីដេអូបង្ហាញពីការខ្វះខាតបច្ច័យសម្រាប់ការកសាងព្រះវិហារនៅក្នុងវត្តវង្គតបរិយហៅវត្តព្រៃថ្មីនេះយ៉ាងណាមិញក្រោយពីព្រះអង្គបានចេញវីដេអូមួយនេះរួចមកក៏មានញាតិញោមពុទ្ធបរិស័ទបានអញ្ជើញមកកាន់វត្តនិងប្រគេនបច្ច័យជាបន្តបន្ទាប់ដោយគ្នានេះដែរសម្រាប់ញាតិញោមដែលរស់នៅក្នុងប្រទេសបារាំងទោះបីជាពួកគាត់មិនបានអញ្ជើញមកកាន់វត្តផ្ទាល់ក៏ពិតមែនប៉ុន្តែញាតិញោមក៏បានមានសទ្ធាជ្រះថ្លាបានផ្ញើបច្ច័យសម្រាប់ឧបត្ថម្ភនេនតូសេហាព្រះអង្គគ្រូចៅអធិការវត្តដើម្បីចូលរួមនៅក្នុងការកសាងព្រះវិហារនៅក្នុងវត្តវង្គតបរិយហៅវត្តព្រៃថ្មីនេះដោយការពីថ្ងៃពុធ6រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី19ខែមីនាឆ្នាំ2025ម្សិលមិញនេះព្រះរាជគុណឡុងសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តនិងនេនតូសេហាបានចែករំលែកវីដេអូមួយនៅលើបណ្ដាញសង្គម Facebook ផ្ទាល់របស់ព្រះអង្គដោយព្រះអង្គទាំងពីរបានថ្លែងអំណរគុណដល់ញាតិញោមជាច្រើនអ្នកដែលបានចូលរួមបច្ច័យសម្រាប់ការកសាងព្រះវិហារនៅក្នុងវត្តរបស់ព្រះអង្គដែលមានដូចជាការកសាងបង្អួចទ្វារព្រះវិហារជាដើមបង្ហោះចែករំលែកជាមួយនឹងវីដេអូមួយនេះព្រះអង្គគ្រូចៅអធិការក៏បានសរសេររៀបរាប់យ៉ាងដូចនេះថាអាត្មាភាពសូមថ្លែងអំណរគុណញោមនៅប្រទេសបារាំងជាមួយនឹងវីដេអូមួយនេះផងដែរនេនតូសេហាក៏បានជូនពរទៅដល់ញាតិញោមដែលបានប្រគេនបច្ច័យកសាងព្រះវិហារនេះឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនផងដែរបាទសម្រាប់អត្ថបទទី2គឺដឹងមូលហេតុព្រះអង្គជួនកក្កដាប្រកាសលាចាកសិក្ខាបទក្រោយបួសអស់រយៈពេល27ព្រះវស្សាព្រះរាជគុណព្រះធម្មវិជ្ជាជួនកក្កដាព្រឹទ្ធបរិះរងនៃសាកលវិទ្យាល័យព្រះសីហនុរាជបានប្រកាសដំណឹងលាចាកសិក្ខាបទហើយក្រោយសាងភ្នោះអស់រយៈពេល27ព្រះវស្សាព្រះរាជគុណព្រះធម្មវិជ្ជាជួនកក្កដាបានមានសង្ឃដីកានៅក្នុងคลิปវីដេអូមួយនាព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025ម្សិលមិញនេះថានៅថ្ងៃនេះខ្ញុំព្រះករុណាអាត្មាបានថតវីដេអូនេះគឺជាវីដេអូចុងក្រោយនៅការតាំងនៅជាភេទពុព្វជិតខ្ញុំព្រះករុណាអាត្មាភាពនឹងលាចាកសិក្ខាបទនៅថ្ងៃនេះគឺប្រមាណជាម៉ោង8ទៅម៉ោង9ព្រឹកនេះដូច្នេះដំណឹងនេះក៏ចាត់ទុកថាជាការប្រគេននិងជូនដំណឹងទៅដល់ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់នៅក្នុងព្រះពុទ្ធសាសនមណ្ឌលនិងជូនដំណឹងដល់ពុទ្ធបរិស័ទទាំងអស់ដែលជាញាតិមិត្តព្រះធម៌ជាពុទ្ធបរិស័ទនៅក្នុងព្រះពុទ្ធសាសនាយើងនេះដែលធ្លាប់តែបានស្ដាប់និងគាំទ្រចំពោះខ្ញុំព្រះករុណាអាត្មាភាពក៏ដូចជាធ្លាប់ស្គាល់ខ្ញុំព្រះករុណាអាត្មាភាពតាំងតែពីការសម្ដែងព្រះធម៌ទេសនាទាំងការដែលទំនុកបំរុងចិញ្ចឹមព្រះសង្ឃនៅក្នុងវត្តប្រាសាទនាងខ្មៅកន្លងមកនេះពេលវេលាសម្រាប់សត្វលោកគឺមិនទៀងមិនទាត់មិនថាត់ថេរមិនជាក់លាក់មិនប្រកបដូច្នេះជីវិតជាបុព្វជិតរបស់ខ្ញុំករុណាអាត្មាភាពក៏មានកាលវេលាមិនទៀងមិនថាត់ថេរមិនប្រកបដូចគ្នាហើយបួសប្រកបជាមានសក្តិខ្ញុំព្រះករុណាអាត្មា
បានសាងភ្នោះតាំងពីអាយុ13ឆ្នាំចូលក្នុងព្រះពុទ្ធសាសនាបច្ចុប្បន្ននេះមានប្រជជន40ឆ្នាំគត់ហើយជីវិតសាងព្រះភ្នោះមានរយៈពេល27ចូល28ព្រះវស្សានេះខ្ញុំព្រះករណាអាត្មាភាពពិតជាអរព្រះគុណដល់ក្រៃលែងចំពោះព្រះរតនត្រ័យទាំងឡាយ3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាពិសេសគឺព្រះពុទ្ធសាសនាដែលជាសាសនាមានគុណមហាធំធេងសម្រាប់ខ្ញុំព្រះករណាអាត្មាភាពបានចូលមកជ្រកកោនរស់រៀនមានជីវិតមានឱកាសបានរៀនសូត្រសិក្សាមានឱកាសបានឧបត្ថម្ភទំនប់បំរុងផ្ចង់ផ្ដើមចំពោះព្រះសង្ឃនៅក្នុងព្រះពុទ្ធមណ្ឌលជាពិសេសគឺនៅក្នុងវត្តប្រាសាទនាងខ្មៅនេះអស់រយៈពេល13ឆ្នាំកន្លងទៅនេះហើយអ្វីដែលខ្ញុំព្រះករណាអាត្មាភាពបានកំណត់ពេលវេលាដើម្បីលាចាកសិក្ខាបទគឺមិនមែនជាការតក់ក្រហល់ពេកទេហើយក៏មិនមែនជាការប្រញាប់ប្រញាល់ពេកដែរក៏ប៉ុន្តែខ្ញុំព្រះករណាអាត្មាភាពព្យាយាមមិនប្រកេននឹងជួនដំណឹងជាមុនព្រោះដឹងថាញាតិញោមទាំងអស់គាំទ្រស្រឡាញ់ចូលចិត្តហើយនឹងជ្រះថ្លាជាច្រើនទាំងក្នុងនិងក្រៅប្រទេសដូច្នេះនៅពេលលាចាកសិក្ខាបទនឹងជួនដំណឹងតែម្ដងនៅពេលដែលញោមបានទស្សនាបានឃើញវីដេអូនេះមានន័យថាខ្ញុំករណាអាត្មាភាពនឹងទៅជាក្រហមនៅពេលដ៏ខ្លីខាងមុខនេះហើយក៏សូមអធិស្ឋានអភ័យអត់ទោសចំពោះសម្ដេចជាអម្ចាស់គ្រប់ព្រះអង្គព្រះករណាជាអម្ចាស់គ្រប់ព្រះអង្គទាំងអស់និងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសក្រែងលោកខ្ញុំព្រះករណាអាត្មាភាពមានកាយវិការណាមួយពាក្យសម្ដីណាមួយក្នុងការពោលសម្ដែងព្រះធម៌ក៏ដូចជាការបង្ហាត់បង្ហាញផ្សេងៗមានការឆ្កងនៅផ្គាល់ប្រតិសម្ដេចអង្គម្ចាស់គ្រប់ព្រះអង្គនិងព្រះករណាជាអង្គម្ចាស់គ្រប់ព្រះអង្គមិនផ្គាប់ដោយទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសខ្ញុំព្រះករណាអាត្មាភាពសូមអធិស្ឋានអភ័យទោសដោយសេចក្តីអនុគ្រោះដោយមិនមានចេតនាណាដើម្បីធ្វើឲ្យមានការប៉ះពាល់ការស្ដាប់របស់ញាតិញោមនៅពាក្យសម្ដីមិនល្អនៅការពោលសម្ដែងធម៌នោះទេហើយអ្វីដែលខ្ញុំករណាអាត្មាភាពបានសម្រេចចិត្តនេះគឺជាការសម្រេចចិត្តមួយចំពោះខ្លួនខ្ញុំករណាអាត្មាភាពផ្ទាល់តែម្ដងគឺអស់បុណ្យជាព្រះសង្ឃតែម្ដងគឺសម្រេចចិត្តចាក់ចេញទៅជាឧបាសកមួយរូបនៅក្នុងព្រះពុទ្ធសាសនាម្យ៉ាងទៀតក៏សូមអរព្រះគុណនិងអរគុណដល់ពុទ្ធបរិស័ទទាំងអស់ដែលស្រឡាញ់គាំទ្រចូលចិត្តហើយបានទំនុកបម្រុងចិញ្ចឹមព្រះសង្ឃនៅក្នុងវត្តប្រាសាទនាងខ្មៅអស់រយៈពេល13ឆ្នាំនេះគឺពិតជាមានគុណមហាធំធេងពិតមែនដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះទឹកប្រតិទឹកចិត្តរបស់សម្ដេចក៏ដូចជាព្រះសង្ឃគ្រប់អង្គនិងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយឧបត្ថម្ភទំនប់បម្រុងទាំងព្រះសង្ឃការបណ្ដោះបណ្ដាលធនធានមនុស្សនៅក្នុងទីនេះទាំងការកសាងនៅហេដ្ឋារចនាសម្ព័ន្ធនិងថាវរៈវត្ថុសំណង់នៅក្នុងទីវត្តអារាមទាំងការកសាងនៅសាលារៀនដើម្បីជូនដល់រដ្ឋជាមួយខ្ញុំករណាអាត្មាភាពកន្លងមកក្រោយព្រះអង្គបង្ហោះវីដេអូនេះគេសង្កេតឃើញពុទ្ធបរិស័ទជាច្រើនសម្ដែងនៃការសោកស្ដាយនិងជូនពរទៅដល់ព្រះអង្គផងដែរបាទលោកនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីនេះគឺជាព័ត៌មានចំនួន2បាទដែលខ្ញុំបានជម្រាបជូនគឺបានបញ្ចប់ទៅហើយបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចូលរួមតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទគោរពជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយបាទសម្រាប់ពេលនេះដែរខ្ញុំបាទសូមអរគុណនិងសូមគោរពលា